ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់យើងជាបន្តទៀតនៅក្នុងវីដេអូមួយនេះយើងនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងមូលដ្ឋានគ្រឹះនៃក្បាច់គុនកែងរបស់បុរាណខ្មែរដូចបងប្អូនបានដឹងហើយថាក្បាច់គុនកែងនេះគឺជាក្បាច់ដែលប្រកបដោយគ្រោះថ្នាក់បំផុតជាពិសេសនៅពេលដែលយើងចូលគៀកទៅនឹងគូសត្រូវបាទអញ្ចឹងនៅពេលដែលចូលគៀកកែងគឺជាអាវុធដ៏គ្រោះថ្នាក់និងមានប្រសិទ្ធភាពដើម្បីផ្ដួលគូប្រកួតរបស់យើងបាទថ្ងៃនេះគឺយើងគ្រាន់តែបង្ហាញជូនបងប្អូនទាក់ទងទៅនឹងបច្ចេកទេសក៏ដូចជាមូលដ្ឋាននៅក្នុងការប្រើប្រាស់កែងចំណែកឯក្បាច់កែងតែម្ដងគឺយើងមានច្រើនបាទមានច្រើនមែនទែននៅក្នុងក្បួនបុរាណខ្មែរយើងហើយវីដេអូមុនក៏យើងបានបង្ហាញជូនបងប្អូនចំនួន11ក្បាច់នៃការប្រើប្រាស់កែងប៉ុន្តែវីដេអូនេះគ្រាន់តែប្រើឬក៏បង្ហាញបងប្អូនទាក់ទងទៅនឹងមូលដ្ឋានគ្រឹះនៃការប្រើប្រាស់កែងឲ្យត្រឹមត្រូវតាមបច្ចេកទេសតែប៉ុណ្ណោះបាទអញ្ចឹងទាក់ទងទៅនឹងជំហរវាយកែងគឺយើងប្រើប្រាស់ស្តៀងជាមួយនឹងកណ្ដាប់ដៃដែរបានន័យថាយើងប្រើពីចង្កេះហើយនឹងស្មាបាទប្រើពីចង្កេះហើយនឹងស្មាបត់ចេញទៅជាមួយទៅស្របជាមួយនឹងការវាយកែងចេញដែរបាទអញ្ចឹងជំហរជើងរបស់យើងគឺយើងត្រូវឈរឲ្យមាំបាទយើងអាចយកទំហំកថេកប៉ុនស្មាយើងទៅដើម្បីឲ្យជំហររបស់យើងរឹងមាំបាទអញ្ចឹងហើយនៅពេលដែលយើងបត់គឺយើងប្រើចង្កេះទៅជាមួយហើយស្មាទៅជាមួយឧទាហរណ៍ថាយើងប្រើបាទកែងរុះបាទកែងរុះអញ្ចឹងនៅពេលដែលយើងលើកដៃឃុំបាទលើកដៃឃុំវាយហើយយើងវាយចេញបាទវាយចេញបងប្អូនត្រូវចាំថានៅពេលដែលយើងប្រើប្រាស់កែងគឺយើងមិនអាចក្តាប់ដៃទៅប្រើកែងទេនៅពេលដែលបងប្អូនក្តាប់ដៃបែបនេះកម្លាំងរបស់យើងគឺនឹងប្រមូលមកកដៃអញ្ចឹងកែងរបស់យើងវាយចេញទៅគឺអត់ធ្ងន់ទេបាទអញ្ចឹងនៅពេលដែលយើងវាយកែងចេញដៃរបស់យើងគឺត្រូវលាបាទលាហើយដៃនេះគឺយើងកុំបែរមកក្នុងចេះហើយក៏កុំចំហៀងពេកគឺយើងរៀងប្រឆាត់ចំសក់បែបនេះដើម្បីឲ្យបើកផ្លែកែងបាទអញ្ចឹងកែងនៅពេលដែលយើងវាយឈឺវាយបែកគឺដោយសារតែផ្លែមួយនេះអញ្ចឹងបើសិនជាយើងវាយក្តាប់វាយបែដៃចូលក្នុងបែបនេះគឺផ្លែកែងអត់បើកបានល្អទេអញ្ចឹងនៅពេលដែលយើងវាយចេញដៃយើងរៀងប្រឆាត់ចំណុចសក់ចេញក្រៅនេះដើម្បីឲ្យផ្លែកែងនឹងបើកហើយយើងវាយចេញទៅគឺវាធ្វើឲ្យគូប្រកួតបែកឬក៏ឈឺចាប់បាទអញ្ចឹងនេះគឺជាទម្រង់នៃការប្រើប្រាស់កែងវាយចេញបាទអញ្ចឹងនៅពេលដែលពងវាយបាទឧទាហរណ៍ថាយើងប្រើកែងរុះបាទយើងវាយចេញបែបហ្នឹងបាទរុះចេញបែបហ្នឹងបាទអញ្ចឹងនៅពេលដែលរុះដៃដែលយើងប្រើចេញនេះគឺយើងអាចដាក់ត្រឹមតិចបែបនេះហើយចុងកែងនេះគឺស្របជាមួយនឹងភ្នែករបស់យើងឲ្យស្មើនឹងភ្នែកបាទអញ្ចឹងយើងអាចរុះបែបហ្នឹងបាទអញ្ចឹងចង្កេះរបស់យើងបត់មកស្មារបស់យើងក៏បត់ទៅជាមួយហើយចុងហើយដៃរបស់យើងនេះគឺយើងអាចបត់ឲ្យត្រឹមតិចបាទកែងគឺយើងស្មើជាមួយនឹងភ្នែករបស់យើងសម្រាប់វាយចេញបាទអញ្ចឹងយើងមើលមួយៗបងប្អូនបាទអញ្ចឹងនេះគឺបាទកែងរុះបាទយើងអាចប្រើទម្រង់បែបហ្នឹងបាទជើងបើសិនជាយើងកែងរុះជើងរបស់យើងនេះគឺយើងបោះចូលទៅមុខបាទដើម្បីយកអេឡោឲ្យគៀកជាមួយនឹងគូប្រកួតបាទអញ្ចឹងយើងធ្វើបែបហ្នឹងបាទអញ្ចឹងយើងចូលជាមួយបាសាក់បាទនេះគឺជាទម្រង់នៃការប្រើកែងរុះបាទបងប្អូនប្រើបែបហ្នឹងហើយមួយទៀតនោះគឺយើងអាចប្រើកែងបត់បាទកែងបត់គឺយើងប្រើប្រាស់ដូចគ្នាបាទចង្កេះហើយនឹងស្មាគឺបត់ទៅជាមួយនឹងទម្រង់នៃការវាយកែងរបស់យើងក៏ប៉ុន្តែនៅពេលបងប្អូនប្រើកែងបត់ចុងដៃរបស់យើងនេះគឺយើងដាក់ចុះមកក្រោមឃ្លាបាទយើងបត់បែបហ្នឹងបាទអញ្ចឹងយើងក៏បត់លើឃ្លាចេះបាទបត់ទៅលើឃ្លាអញ្ចឹងគឺកែងយើងវាអត់ធ្ងន់ទេនៅពេលដែលយើងវាយគឺយើងវាយផ្កាប់ចុះហើយនេះបាទហើយអញ្ចឹងដៃរបស់យើងគឺលាដដែលយើងហាមក្តាប់នៅពេលដែលយើងក្តាប់កម្លាំងគឺអត់មកកែងដៃទេគឺកម្លាំងប្រមូលមកកដៃនឹងក្តាប់ដៃអញ្ចឹងវាយចេញទៅធ្ងន់ទេអញ្ចឹងបងប្អូនត្រូវលាបាទលាហើយបើកចេញចំណុចសក់ចេញបែបនេះដើម្បីឲ្យផ្លែកែងចេញមកហើយយើងបត់ចុះបាទយើងបត់បែបនេះបាទអញ្ចឹងនៅពេលដែលយើងបត់ឆក់អត់ឆក់ឲ្យខ្លាំងឆក់ឲ្យលឿនបាទបាទអញ្ចឹងបើសិនជាយើងចង់ប្រើប្រាស់ទាំងឆ្វេងនិងស្ដាំយើងអាចប្រើអញ្ចឹងបានបាទអញ្ចឹងយើងបត់ចុះបែបហ្នឹងបាទយើងហាមបត់
ចូលមកចេះបាទបត់ចូលចេះគឺអត់ធ្ងន់ទេបងប្អូនណាបត់ចុះក្រោមដៃអញ្ចឹងដើម្បីឲ្យកែងយើងហ្នឹងវារៀងទម្លាក់បាទទម្លាក់សកត់ចូលបែបហ្នឹងបាទបាទអញ្ចឹងយើងចូលមកបាទអញ្ចឹងនេះគឺកែងបត់អញ្ចឹងភាគច្រើនកែងដែលយើងប្រើប្រាស់ភាគច្រើនគឺយើងប្រើកែងរុះបាទកែងបត់បាទហើយនឹងកែងខោកបាទខោកគឺយើងប្រើឆ្អឹងដែរបាទប៉ុន្តែយើងខោកចុះក្នុងបែបនេះបាទយើងប្រើខោកចុះក្នុងបែបហ្នឹងបាទអញ្ចឹងចូលគៀសគឺយើងកោះទៅអញ្ចឹងបាទអញ្ចឹងដោយសារតែយើងប្រើបែបនេះគឺវាលឿនបាទកែងយើងប្រើកែងរុះកែងបត់កែងខោកនេះគឺវាលឿនបើសិនជាឧទាហរណ៍ដូចជាកែងដូចជាកលាបសឬក៏កែងពូផ្សេងៗគឺយើងត្រូវប្រើពេលឡងច្រើនឧទាហរណ៍កែងបកគឺយើងត្រូវបត់បញ្ជុំបាទបត់បញ្ជុំហើយបើយើងបត់ទៅអញ្ចឹងវាធ្វើឲ្យល្បឿននៃការវាយយឺតបាទអញ្ចឹងពេលច្រើនកែងដែលយើងប្រើកែងបកនេះគឺពេលច្រើនគឺជាការប្រើប្រាស់បច្ឆោតបាទបច្ឆោតឧទាហរណ៍ថាគូប្រកួតបែបហ្នឹងមុននឹងកែងបកគេអាចរុញទៅមួយបាទរុញទៅមួយដើម្បីបច្ឆោតគូប្រកួតហើយបានយើងចេញទៅបកបែបនេះបាទហ្នឹងគឺជាការប្រើកែងបកបច្ឆោតមើលហើយបានយើងវាយចេញប៉ុន្តែបើសិនជាកែងរុះកែងបត់គឺវាលឿនជាងបាទអញ្ចឹងយើងគ្រាន់តែជ្រងជាមួយគូប្រកួតហើយមើលតែមានចន្លោះយើងបត់ចូលតែម្ដងយើងរុះចូលបត់ជ្រងយើងបត់ទៅតែម្ដងបាទនេះគឺជាទម្រង់នៃការប្រើប្រាស់កែងបុរាណខ្មែរយើងបាទអញ្ចឹងបញ្ជាក់ឡើងវិញបងប្អូនប្រើប្រាស់កែងឲ្យធ្ងន់ឲ្យខ្លាំងឲ្យមានប្រសិទ្ធភាពគឺយើងទី1គឺមានជំហររបស់យើងឲ្យរឹងមាំទី2គឺយើងប្រើចង្កេះទី3គឺប្រើស្មាហើយបត់ចុះទៅហើយទី4គឺលាដៃរបស់យើងឲ្យអស់ប្រវែដៃយើងចិត្តទៅសក់ចេញក្រៅបែបនេះដើម្បីឲ្យផ្លែកែងបើកហើយយើងវាយចេញទៅតែម្ដងបាទបើសិនជាកែងរុះបាទដៃម្រាមដៃរបស់យើងគឺយើងដាក់ត្រឹមតិចចុងកែងគឺស្មើនឹងភ្នែករបស់យើងបាទមើលទៅគូប្រកួតរុះទៅបាទបាទហើយបើសិនជាកែងបត់គឺយើងបត់ចុះក្រោមឃ្លីបបែបនេះបាទយកផ្លែកែងនេះបុកបាទបត់ចុះតាមនេះបាទនេះគឺកែងបត់បាទកែងខោកគឺយើងអាចប្រើចុងកែងនេះគៀសបាទគៀសគៀមគូប្រកួតខោកគៀមគូប្រកួតបែបនេះបាទអញ្ចឹងនេះគឺជាកែងខោកបាទប៉ុន្តែកែងគឺយើងមានស្នៀតជាច្រើនទៀតនេះគ្រាន់តែជាការបង្ហាញត្រួសដល់បងប្អូនតាក់ទងទៅនឹងមូលដ្ឋានគ្រឹះប៉ុណ្ណោះហើយបងប្អូនអាចសិក្សាបន្ថែមនៅវីដេអូមុនដែលខ្ញុំបានបង្ហាញជូន11ស្នៀតហើយក៏មានវីដេអូរបស់រៀនច្បងជាច្រើនទៀតដែលគាត់បានប្រើប្រាស់ទម្រង់កែងនេះអញ្ចឹងបងប្អូនបើសិនជាស្រឡាញ់ក្បាច់គុនកែងបងប្អូនអាចស្រាវជ្រាវរកវីដេអូទាំងអស់នោះមកសិក្សាក៏ដូចជាមកបង្ហាត់ខ្លួនឯងបានអញ្ចឹងវីដេអូរបស់យើងថ្ងៃនេះគឺយើងមានតែប៉ុណ្ណឹងអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូនេះអញ្ចឹងយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយជាមួយនឹងក្បាច់ផ្សេងៗជាច្រើនទៀតបាទសូមអរគុណសូមជម្រាបលា